បងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះខ្ញុំបាទសូមបន្តជូននៅប្រវត្តិសាស្ត្រខ្មែរវគ្គទី5ស្ដីអំពីកម្ពុជាចុងសម័យអង្គរក្នុងរាជ្យព្រះបាទត្រសក់ផ្អែមជាបឋមនេះសូមបងប្អូនជ្រាបថាប្រវត្តិសាស្ត្រខ្មែរមានពីរផ្នែកផ្នែកទី1គឺជាប្រវត្តិសាស្ត្រដែលអ្នកប្រវត្តិវិទូបរទេសរៀបចំចងក្រងឡើងដោយរៀបរាប់ពីកម្ពុជាសម័យបុរេប្រវត្តិសាស្ត្រសម័យហ្វូណនសម័យចេនឡានិងសម័យអង្គររុងរឿងដែលមានព្រះមហាក្សត្រសោយរាជ្យពីរាជព្រះបាទហ៊ុនទៀននិងព្រះនាងលាវយីមកដល់រាជព្រះបាទត្រសក់ផ្អែមមានចំនួន47អង្គដោយបងប្អូនបានជ្រាបស្រាប់រួចមកហើយផ្នែកទី2គឺជារឿងព្រេងក្នុងតម្រាសាវតាខ្មែរដែលបុព្វបុរសខ្មែរចងក្រងតាមបែបទេវកថាមានភ្ជាប់នឹងឥន្ទព្រំទេវតាអ្នកមានបុណ្យនិងស្ដេចនាគរាជក្នុងនោះផងដែលមានព្រះមហាក្សត្រសោយរាជ្យពីរាជព្រះថោងនាងនាគមកដល់រាជព្រះបាទត្រសក់ផ្អែមមានក្សត្រ24អង្គគឺព្រះថោងព្រះវិរោរាជព្រះឧទ័យរាជាព្រះសវណ្ណបទុមព្រះបាទបទេសរាជព្រះបាទទាវវង្សអស្ចារ្យព្រះកេតុមាលាព្រះបាទធ្នេញជ័យគោរពរាជព្រះស្រីជ័យជេដ្ឋាព្រះជេដ្ឋាជ័យស្ដេចគំលួងព្រះបាទចក្រពតព្រះបាទដំបងក្រញូងចៅពញាក្រែកបាក់សីចាំក្រុងព្រះបាទបទុមវរវង្សព្រះបាទបទុមសូរិយោវង្សស្ដេចកំជិលផេះស្ដេចពំនូលស្ដេចតាក្រែងស្ដេចពីលតាព្រំឈ្មួញគូព្រះបាទសេនករាជនិងព្រះបាទត្រសក់ផ្អែមចំណែកខាងទំព័រប្រវត្តិសាស្ត្រចាប់តាំងពីរាជព្រះបាទហ៊ុនទៀនព្រះនាងលាវយីរហូតមកដល់ព្រះបាទត្រសក់ផ្អែមមានក្សត្រស្នងរាជ47អង្គដែលក្នុងនោះយើងឃើញថារឿងព្រះថោងនាងនាគសមស្របនឹងរជ្ជកាលព្រះបាទហ៊ុនទៀននិងនាងលាវយីដែលមានក្សត្រមួយអង្គមកពីនគរផ្សេងរៀបអភិសេកនឹងម្ចាស់ក្សត្រីកោះគោកធ្លករឿងព្រះកេតុមាលាស្របគ្នានឹងរជ្ជកាលព្រះបាទស្រតវរ្ម័នដោយក្សត្រទាំងពីរអង្គបានបង្កើតឲ្យមានមហាសក្ការៈដូចគ្នារជ្ជកាលព្រះបាទបទុមសូរិយោវង្សស្របគ្នានឹងរជ្ជកាលព្រះបាទឥសានវរ្ម័នដែលស្ដេចបានបង្កើតឲ្យមានចលសក្ការៈដូចគ្នាហើយនឹងរាជព្រះបាទត្រសក់ផ្អែមគឺជាក្សត្រតែមួយអង្គដែលបន្តរាជវង្សសោយរាជនៅទីក្រុងអង្គរតរៀងមកនៅរាជព្រះបាទត្រសក់ផ្អែមនគរកម្ពុជាបដូររបបនយោបាយបំបត្តិលទ្ធិទេវរាជលែងមានសំណង់ប្រាសាទលែងមានសំណង់សីលាចារឹកទើបបានជានាមព្រះមហាក្សត្រពុំមានភ្ជាប់ពាក្យវរ្ម័នតទៅទៀតរីឯលទ្ធិព្រហ្មញ្ញសាសនាពុទ្ធសាសនាមហាយាននិងភាសាសំស្ក្រឹតក៏បោះបង់ទៅបែរជាអនុវត្តលទ្ធិពុទ្ធសាសនាហិនយាននិងលើកភាសាបាលីមកប្រើជំនួសភាសាសំស្ក្រឹតទៅវិញដែលអ្នកប្រវត្តិវិទូបរទេសសន្មតថាសម័យនោះគឺជាមហាបដិវត្តន៍មួយយ៉ាងធំនៅអាស៊ីអាគ្នេយ៍ពាក្យនេះក៏ស្របនឹងបុព្វបុរសខ្មែរដែលដំណាលក្នុងគម្ពីរព្រះបាទធម្មឹកថានាសម័យនោះនៅស្រុកចិនមាននាយសំពៅឡើងគ្រងរាជនគររាជក្រឹសនៅស្រុកសៀមមានចិនរាជកញ្ឆេឡើងគ្រងរាជនគរណោងស្នោនៅស្រុកលាវមានក្មេងខ្វៀលក្របីឡើងគ្រងរាជនគរលៀនជាងនៅស្រុកខ្មែរមាននាយចំការត្រសក់ផ្អែមឡើងគ្រងរាជនគរកម្ពុជាធិបតីរីឯខាងប្រវត្តិសាស្ត្រខ្មែរក៏បាត់ដានមួយរយៈដូចមានសេចក្តីរៀបរាប់ក្នុងឯកសារប្រទេសខ្មែរនៅទំព័រ254ថានៅចុងសម័យអង្គររុងរឿងព្រះបាទជ័យវរ្ម័នទី9គឺជាស្ដេចចុងក្រោយបង្អស់ដែលគេស្គាល់ដោយសីលាចារឹកតពីនេះទៅប្រវត្តិសាស្ត្រខ្មែរត្រូវពឹងផ្អែកទៅលើរាជវង្សសាវតាដែលជាឯកសារចងក្រងឡើងនៅសតវត្សទី18-19ហើយដោយអាងទៅលើការទន្ទិញចាំមាត់និងលើកអត្ថបទបុរាណខ្លះដែលពីដើមគេតម្កល់ទុកនៅក្រុងឧដុង្គរាជវង្សសាវតាមានច្រើនច្បាប់ណាស់ហើយកត់ត្រាព្រឹត្តិការណ៍ដោយមានដំណាលប្លែកៗពីគ្នានិងចុះកាលកំណត់ក៏ខុសៗគ្នាទៀតនេះហើយជាហេតុនាំឲ្យអ្នកប្រវត្តិវិទូបរទេសមានការលំបាកយ៉ាងខ្លាំងក្នុងការចងក្រងប្រវត្តិសាស្ត្រខ្មែរក្នុងសម័យក្រោយរជ្ជកាលព្រះបាទជ័យវរ្ម័នទី9អាស្រ័យដោយហេតុដូចបានរៀបរាប់រួចមកហើយនេះអ្នកប្រវត្តិវិទូបរទេសអល់ឯកយ៉ាងខ្លាំងមិនដឹងថានឹងលើកស្ដេចអង្គណាចេញពីតម្រាគួងសាវតាមកដាក់ឲ្យសោយរាជបន្តពីព្រះបាទជ័យវរ្ម័នទី9ទៅដែលគេមិនទាំងដឹងថាព្រះបាទជ័យវរ្ម័នទី9អង្គនោះសោយរាជនៅឆ្នាំណាហើយចូលទីវង្គតនៅឆ្នាំណាផង ក
តាមរយៈឯកសារលោកសាស្ត្រាចារ្យត្រឹងងារបានឲ្យដឹងថាក្សត្រចុងក្រោយនៃរាជវង្សសម័យអង្គរមាននាមថាជយវរ្មាតិបរមេស្វរៈឬជយវរ្ម័នទី9គេពុំដឹងថាព្រះអង្គត្រូវជាអ្វីនឹងស្ដេចអង្គមុនទេគឺគ្រាន់តែបានឃើញវត្តមានព្រះអង្គក្នុងសីលាចារឹកបាយ័ននិងសីលាចារឹកអង្គរវត្តដែលសរសេរជាភាសាសំស្ក្រឹតដោយព្រាហ្មណ៍វិទ្យាសធិមានគ្រាចុងក្រោយនៃសម័យអង្គររុងរឿងស្នាដៃនេះបានឲ្យដឹងថាទោះបីព្រះពុទ្ធសាសនាថេរវាទកំពុងសុខសាយ៉ាងណាក៏ដោយក៏ព្រះរាជានៅតែសន្តោសលើកលែងលទ្ធិព្រហ្មញ្ញសាសនាឲ្យនៅគង់វង្សនៅឡើយគេពុំដឹងទៀតថាព្រះបាទជយវរ្ម័នទី9មានរាជធានីនៅក្រុងអង្គរឬក៏នៅឯណាទេប៉ុន្តែគេស៊ើបបានព្រឹត្តិការណ៍ខ្លះពីខាងចិនមកវិញឯកសារចិនមានចែងថាព្រះអង្គបានចាត់រាជទូតឲ្យទៅនគរចិននៅគ្រិស្តសករាជ1330និងបានចាត់គណៈប្រតិភូឲ្យទៅធ្វើវន្តនកិច្ចនៅនគរដាយវៀតត្រង់ជ្រលងគឺរាវក្នុងគ្រិស្តសករាជ1335ព្រះបាទជយវរ្ម័នទី9ជាក្សត្រចុងក្រោយបង្អស់ដែលចារចែងក្នុងសីលាចារឹកពីនោះមកប្រវត្តិសាស្ត្រខ្មែរក៏ពឹងផ្អែកទាំងស្រុងទៅខាងរាជវង្សសាវតាខ្មែររួមផ្សំនឹងវគ្គខ្លះនៃវង្សសាវតាទីឬថៃនិងវង្សសាវតាវៀតដែលបានចងក្រងជាថ្មីនៅសតវត្សទី18ទី19ដែលមានច្បាប់ដើមតម្កល់ទុកនៅក្រុងឧដុង្គលាយឡំនឹងការទន្ទិញចាំមាត់ខ្លះយ៉ាងនេះហើយទើបបានជាមានការនិទានមិនឯកភាពគ្នាទាំងសេចក្តីដំណាលទាំងកាលកំណត់ពីសាស្ត្រាមួយទៅសាស្ត្រាមួយបណ្ដាលឲ្យអ្នកសិក្សាស្រាវជ្រាវពិបាកនឹងលើកក្សត្រអង្គណាមកបន្តទំព័រប្រវត្តិសាស្ត្រខ្មែរសូម្បីព្រះបាទជយវរ្ម័នទី9អស់រាជទៅនៅឆ្នាំណាក៏ពុំដឹងផងទើបបានជាគេសន្មតលើកព្រះបាទត្រសក់ផ្អែមស្ដេចពងថ្មីជាបឋមក្សត្រានៃសម័យចុងអង្គរមានមតិខ្លះយល់ថាព្រះបាទជយវរ្ម័នទី9គឺជាព្រះបាទត្រសក់ផ្អែមឯកសារខ្លះសរសេរថាព្រះបាទត្រសក់ផ្អែមសោយរាជនៅគ្រិស្តសករាជ1340ឬក៏1336ភាគនិទានមិនស្របគ្នាទេប៉ុន្តែមានចំណុចដូចគ្នាត្រង់ថា1មានបរិសុទ្ធម្នាក់ដាំត្រសក់ប្រកបឲ្យជារសផ្អែមបានបេះផ្លែត្រសក់ទៅថ្វាយស្ដេចហើយបានទទួលលំពេងជ័យមកការពារចំការត្រសក់នោះ2បានសម្លាប់ស្ដេចដោយអចេតនានៅយប់មួយដែលស្ដេចបានចូលទៅដួចបេះត្រសក់ដោយស្មានថាជាចោរមកដួចបេះត្រសក់3ឯអស់នាម៉ឺនមន្ត្រីក៏មូលមតិគ្នាលើកបរិសុទ្ធនោះឲ្យឡើងសោយរាជហើយថែមទាំងលើកបុត្រីស្ដេចឲ្យជាមហេសីផងព្រឹត្តិការណ៍នេះក៏ប្រហាក់ប្រហែលគ្នានឹងរឿងព្រេងនៃរាជវង្សសាវតាភូមានៅសតវត្សទី10ក្នុងរាជព្រះបាទសង្ឃហោក្នុងរឿងព្រេងភូមានោះមានដំណាលថាញោញឧសោរហ័នគឺជាអ្នកដាំត្រសក់ម្នាក់ហើយបានឡើងសោយរាជនៅក្រុងបូកានក្រោយពីបានសម្លាប់ស្ដេចអង្គមុនព្រះនាមសង្ឃហោដែលបានលួចបេះត្រសក់នៅពេលធ្វើប្រមាញ់ក្នុងព្រៃហើយដែលបរិសុទ្ធនោះពុំដឹងថាជាស្ដេចផែនដីផងតែសម័យនោះខ្មែរមានទម្លាក់ទម្រង់អ្វីនឹងរាជវង្សភូមាទេដឹងឬមួយក៏ទឹកដីខ្មែរមានទំហំធំរហូតដល់ប្រទេសភូមាទើបបានជាព្រះបាទត្រសក់ផ្អែមគឺជាស្ដេចរបស់ប្រជាជនខ្មែរផងជាស្ដេចរបស់ប្រជាជនភូមាផងពិតមែនតែគ្មានចម្លើយច្បាស់លាស់ក៏គេបែរជាយល់ទៅលើផ្នែកបដិវត្តសាសនាទៅវិញថាសម័យនោះពុទ្ធសាសនាហិនយានបានរីកដុះដាលជាដំបូងនៅម្ដុំភាគខាងលិចជ្រោយសវណ្ណភូមិត្រង់តំបន់ជនជាតិមនដែលបានហូរចូលមកស្រុកខ្មែរតាមរយៈភាសាបាលីលោកជីវតាខ្វាន់សរសេរពីទំនៀមទម្លាប់នគរចេនឡានៅសតវត្សទី13បានឲ្យដឹងថាពុទ្ធសាសនាកំពុងពេញនិយមនៅនគរចេនឡាប៉ុន្តែគួរដឹងថាពុទ្ធសាសនាសម័យនោះពុំទាន់ពេញលក្ខណៈជាថេរវាទដោយសតវត្សទី20នេះទេឧទាហរណ៍លោកជីវតាខ្វាន់សរសេរថាគេធ្វើពិធីបើកមុខកូនស្រីក្រមុំដោយប្រគេនដាច់ទៅព្រះសង្ឃក្នុងគ្រែស្នែងបាំងចិត្តរួចទើបគេធ្វើកិច្ចលួសយកកូនស្រីនោះមកវិញទំនងជាពិធីទទួលពរជ័យក្នុងវ័យក្រមុំព្រោះសម័យនោះលទ្ធិមាតុនិយមនៅមានសារៈសំខាន់ចំពោះស្ត្រីភេទនៅឡើយលោកអឌីម៉ាលើក្លែនិងលោកដូហ្វាំងមើលញេយល់ថាព្រឹត្តិការណ៍នោះគឺជាបដិវត្តនយោបាយខាងសាសនារំលំលទ្ធិទេវរាជរបស់ព្រះបាទជយវរ្ម័នទី2តាំងពីគ្រិស្តសករាជ802ដល់ចុងសតវត្សទី13ដែលស្ដេចទាំងឡាយតែមានជោគជ័យក្នុងការពង្រីកទឹកដីកម្ចាត់សត្រូវនិងសាមគ្គីភាពព្រះរាជបល្ល័ង្កតែផ្ទុយទៅវិញស្ដេចតែងតែសាងរមណីយដ្ឋានធំបណ្ដាលឲ្យមានការបាត់បង់ទ្រព្យនិងកម្លាំងពលករជាច្រើនឥតគណនា
ទើបបានជាមានបដិវត្តសាសនាផ្ដើមឡើងនៅរាជព្រះបាទឧទយាទិត្យវរ្ម័នចំនួន3លើករាប់ទាំងរាជព្រះបាទធរណិន្ទ្រវរ្ម័នទី2និងរាជព្រះបាទជយវរ្ម័នទី7ផងបាទជាបន្តទៅទៀតនេះសូមអញ្ជើញបងប្អូនបង្វែរអារម្មណ៍មកមើលខាងតម្រាពងសាវតាខ្មែរវិញម្ដងតើក្នុងតម្រាពងសាវតាខ្មែរដែលតម្កល់ទុកនៅក្នុងទីក្រុងឧដុង្គនោះមានរៀបរាប់ពីព្រះបាទត្រសក់ផ្អែមដូចម្ដេចខ្លះរឿងព្រេងក្នុងតម្រាសាវតាខ្មែររឿងតាត្រសក់ផ្អែមលំនាំរឿងតាត្រសក់ផ្អែមនេះមានរៀបរាប់តាំងពីរាជស្ដេចកំលួងមកដោយកាលនោះមានដំណើរថាមានក្មេង2នាក់ម្នាក់ឈ្មោះជ័យម្នាក់ឈ្មោះសួសបានស្រិតទឹកពីក្អមពួចដាក់ក្នុងត្រឡោកយកទៅប្រគេនឥសីមួយអង្គហើយឥសីនោះក៏ប្រទានឲ្យក្មេងទាំងពីរនោះជ័យហងសួសហងឲ្យបានឡើងគ្រងរាជ្យជាស្ដេចនគរកម្ពុជាធិបតីតរៀងមកក្នុងរយៈ460ឆ្នាំពីនោះមករាជវង្សក្រុងកម្ពុជាតែងតែជួបប្រទះនៅបណ្ដាសាគ្រោះមហន្តរាយឥតស្រាកស្រាននៅមហាសករាជ554ស្ដេចដំបងក្រញូងជ្រេករាជមហាសករាជ614វីរៈដេជោដាំដិនចាញ់បារមីនេនរងคล้ายខ្លួនជាថ្មនៅស្រុកសុខោទីចលសករាជ287ក្នុងសាវតាព្រះកៅមរកតក្នុងរាជស្ដេចកំជិលផេះព្រះបាទធម្មានុរុតគុណដាវគំរាមទាមទារយកគម្ពីរព្រះត្រៃបិដកទៅនគរលៀនជាងគឺនគរលាវនិងនគរភូមាបុរាណចលសករាជ324រាជព្រះបាទសេនករាជដែលមានវត្តមានតាត្រសក់ផ្អែមនៅក្នុងរាជនោះក្នុងតម្រាពងសាវតារបស់លោកអាដាមាលើឃ្លាមានដំណាលថាឯស្ដេចទុជុងនាគរាជដែលនិមិត្តសាងព្រះនគរនេះថ្វាយព្រះរាជគោមេរាជនោះលុះបានទ្រង់ជ្រាបថាស្ដេចផែនដីធ្វើទោសសម្លាប់គេឥតពិចារណាដូច្នោះក៏ទ្រង់ខ្ញាល់ណាស់បណ្ដាលឲ្យជនជោពោពាសលិចលួងអ្នកនគរគ្រានោះជាមហន្តរាយកលាហលវល់វេទនាទាំងផែនដីអត្ថបទថ្មីក្នុងរាជព្រះបាទសេនករាជនោះមានដំណើរថារាជនោះស្ដេចមានបុត្រាមួយអង្គតែងលេងសត្វរុយខ្មៅជាល្បែងហើយកូនលោកបរោហិតលេងសត្វពីងពីងបណ្ដាលឲ្យពីងពីងស៊ីរុយនោះបាត់ទៅក៏កើតទៅជាហេតុបណ្ដាលឲ្យស្ដេចឥតពិចារណាក៏ត្រាស់ឲ្យគេចាប់កូនលោកបរោហិតនោះយកទៅជន់សម្លាប់ចោលក្នុងទឹកទន្លេសាបបណ្ដាលឲ្យក្តៅក្រហាយដល់ស្ដេចភុជុងនាគស្ដេចភុជុងនាគក៏សម្ដែងរិទ្ធបណ្ដាលឲ្យទឹកជំនន់ជន់លិចលួងព្រះមហានគរប្រះនិរាសរូបបដិមាព្រះកៅមរកតក៏រសាត់បានទៅខាងស្រុកកំពែងពេជ្រដែនសៀមពីពេលនោះលុះទឹកជំនន់ស្រកទៅព្រះបាទសេនករាជយាងមកកាន់រាជនគរកម្ពុជាសាជាថ្មីទ្រង់វិតកៈសោយសោកឥតឧបមាហើយអស់ប្រជានុរាស្ត្រក៏ចាប់ប្រកបអាជីវកម្មធ្វើចំការដាំដំណាំដាំដុះតាមទីទួលទីទីរៀងខ្លួនកាលនោះដំណើរថាព្រះរាជកុមារសុគតផុតទៅព្រះបាទសេនករាជនៅមានបុត្រីមួយអង្គទៀតរយៈនោះមាននាយចំការត្រសក់ផ្អែមម្នាក់ឈ្មោះជ័យឧស្សាហ៍បេះផ្លែត្រសក់ផ្អែមមកថ្វាយព្រះអង្គស្ដេចសោយហើយកាលណាតែងតែបានស្រាក់ស្រានក្នុងព្រះទ័យរួចផុតពីក្តីទុក្ខទាំងពួងទើបទ្រង់ប្រទានលំពេងជ័យទៅនាយត្រសក់ផ្អែមនោះតាងអាជ្ញារក្សាចំការត្រសក់ក្រែងលោមានមនុស្សឯណាចូលលួចនឹងអាចសម្លាប់ចោលដោយអំណាចលំពេងជ័យពុំចាំបាច់ជំនុំជម្រះឡើយនាយជ័យទទួលបានលំពេងហើយក៏រឹងរឹតតែខំរក្សាការពារចំការពុំមានធ្វេសប្រហែសយប់មួយស្ដេចនឹកពិផលចង់ពិសោធន៍មើលថាតើនាយត្រសក់ផ្អែមនោះទទួលការដោយចិត្តមោះមុតបានប៉ុណ្ណាទ្រង់ព្រះតម្រេះហើយក៏បបួលមហាថ្លឹក2នាក់ឲ្យឈរចាំព្រះអង្គនៅមាត់ព្រំចំការស្ដេចក៏លូនចូលទៅលោបបេះបានត្រសក់ផ្អែមពី3ផ្លែដូចគ្រងទុកតាត្រសក់ផ្អែមលីលំពេងដើរមកទាន់ឃើញស្រមោលមនុស្សកំពុងលួចបេះត្រសក់ស្រែកសួរក៏មិនស្ដីថាអ្វីក៏មិនតរឹងតែពីបេះពំព្រមឈប់នឹកស្មានថាជាចោរប្រកាសហើយក៏ពួយមួយលំពេងដល់ទីវង្គតទៅឯអស់នាម៉ឺនសពមុខមន្ត្រីក៏ភ័យជ្រួលច្រាលរៀបចំថ្វាយព្រះភ្លើងរួចស្រេចក៏សម្រេចគ្នាថាតាត្រសក់ផ្អែមកាន់លំពេងជ័យមានអំណាចសម្រាប់មនុស្សមិនអាចចាប់គាត់មកកាត់ទោសឬជំនុំជម្រះឡើយព្រះមហាក្សត្រសឹងតែជាអ្នកមានបុណ្យបារមីពុំមានអ្នកណាអាចរំលងព្រះចេស្តាបានតែបើតាត្រសក់ផ្អែមធ្វើគាត់ព្រះអង្គបាននឹងរាប់ថាស្ដេចអស់បុណ្យតែត្រឹមនេះ
ម្យ៉ាងទៀតទ្រង់មានសល់តែព្រះរាជបុត្រីមួយអង្គពុំទាន់អភិសេកនឹងផ្សងរកអ្នកមានបុណ្យឯណាមកបន្តរាជព្រះនគរបានគ្រានោះព្រះរាជហោរាក៏គុណគូថ្វាយជើងលេខថានាយចំការត្រសក់នេះគឺជាពូជពងវង្សក្សត្រព្រះមហានគរតាំងពីបុរាណរាជមកបានទទួលពរជ័យពីព្រះមហាឫសីប្រកបបារមីអាយុយឺនយូរអង្វែងឆ្នាំដាំត្រសក់ក៏បានផ្អែមដោយប្រាថ្នានឹងរកអ្នកឯណាមកប្រដូចក៏មិនបានលុះសម្រាប់ចិត្តមូលមាត់ជាធ្លុងមួយហើយក៏នាំដំរីទៅដង្ហែតាត្រសក់ផ្អែមលើកតាំងឡើងជាស្ដេចផ្លាស់វង្សក្រុងកម្ពុជាអភិសេកនឹងព្រះរាជបុត្រីព្រះបាទសេនករាជជាមហេសីបង្កើតបានជាវង្សក្សត្រព្រះនគរកម្ពុជាតរៀងមកត្រង់នេះក្នុងតម្រាដើមសរសេរថាចលសករាជ360រាជព្រះបរមរាជាធិរាជត្រសក់ផ្អែមព្រះជន្មវក្សា45ឆ្នាំបានរាជាភិសេកឡើងសោយរាជសម្បត្តិទ្រង់ព្រះនាមព្រះបាទសម្ដេចព្រះបរមបពិតធម្មមហារាជាធិរាជសន្ធិដ្ឋជាឥសូរកំពូលក្រុងកម្ពុជាមហាឥន្ទបតរតនសីលាធិបតីសិរីសោធរៈបវរឥន្ទបតរុរដ្ឋរាជធានីបូរីរំឧត្តមមហាស្ថានអមរវិមានអវតាសកលរដ្ឋយាវិស្ណុកម្មប្រសិទ្ធអភិសេកព្រះរាជបុត្រីព្រះបាទសេនករាជនោះជាព្រះអគ្គមហេសីបងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពខ្ញុំបាទសូមបញ្ចប់វគ្គតាត្រសក់ផ្អែមតែត្រឹមនេះសិនសន្យាថានឹងរៀបរាប់ជាបន្តទៅទៀតនៅថ្ងៃអាទិត្យក្រោយសូមអរគុណដល់ការយកចិត្តទុកដាក់ស្ដាប់របស់បងប្អូនពីខ្ញុំមីសុភីវិទ្យុខ្មែរពិភពលោកទីក្រុងលីយ៉ុងប្រទេសបារាំង